បាទសួស្តីអ្នកនរគ្នាត្រឡប់មកវិញមកកាន់ Channel Android Deal ហ្នឹងដែលបង្រៀនភាសា Java ជាភាសាខ្មែរដែលនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញអំពីការ run code Java នៅក្នុង tool IDE Eclipse ហ្នឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពី Java Basic វិញដែលទាក់ទងនឹងចំណុចមួយចំនួនដែលការចាប់ផ្ដើមរបស់ developer ហ្នឹងគឺគាត់ត្រូវតែធ្វើការចងចាំនៅចំណុចមួយចំនួនដែល Java គាត់បានកំណត់ទុកតើចំណុចនោះវាមានន័យខ្លះទៅគឺទី1ហ្នឹងគឺ case sensitive គឺវាប្រកាន់នៅអក្សរតូចនិងអក្សរធំគឺមានន័យថានៅពេលដែលយើងប្រកាស variable 2ដែលមានឈ្មោះដូចគ្នាឬក៏ការដាក់ឈ្មោះឲ្យclass ណាមួយគឺវាប្រកាន់នៅអក្សរតូចនិងអក្សរធំតែម្ដងគឺមានន័យថាគឺវាបដោតគឺវាពឹងផ្អែកទៅលើតារាង ASCII code គឺតម្លៃរបស់វាគឺខុសគ្នាទៅតាម ASCII code ហ្នឹងឧទាហរណ៍ថាខ្ញុំប្រកាស variable 1សំទោសគឺប្រកាស variable 2ដែលទី1ហ្នឹងគឺអក្សរ A តូច integer A តូចមួយទៀតគឺ integer A ធំថ្មីត្បិតថាវាមានឈ្មោះដូចគ្នាមែនតែវាមានតម្លៃខុសគ្នាវាបាន allocate ទៅលើនៅពេលដែលយើងបង្កើត object ទៅហើយvariable ហ្នឹងវានឹង allocate នៅលើ heap គឺវាមាន address ខុសគ្នា A តូចវាមាន address ផ្សេង A ធំវាមាន address ផ្សេងអញ្ចឹងការប្រើប្រាស់របស់វាគឺការប្រើប្រាស់ផ្សេងគ្នាវាមិនអាចA តូចនិង A ធំហ្នឹងគឺវាទទួលយកតម្លៃដូចគ្នាទេខុសគ្នាបែបហ្នឹងឯងហើយចំណុចទី2នេះគឺ class name នេះគឺការដាក់ឈ្មោះឲ្យ class គឺវាទាមទារឲ្យយើង recommend ឲ្យយើងនឹងប្រើប្រាស់ uppercase នៅពីមុខគឺយើងប្រើប្រាស់ទៅតួអក្សរខាងអក្សរធំហ្នឹងគឺនៅពីមុខឈ្មោះ class របស់យើងគឺអក្សរធំនៅពីមុខតបមកអក្សរតូចទៅតែបើសិនជាអក្សរនោះគឺវាមានចាប់ពី2ម៉ាត់ទៅឧទាហរណ៍ example hello world អញ្ចឹង example អក្សរ e ហ្នឹងគឺអក្សរធំអក្សរតូចទៅ world ហ្នឹងគឺយើងដាក់អក្សរ w ធំទៅហើយនៅចំណុចមួយទៀតនេះគឺ method name នេះគឺ method គឺយើងធ្វើដូចគ្នាដែរជាមួយនឹង class តែវាខុសគ្នាត្រង់ថាវាផ្ដើមដោយ lower case គឺអក្សរតូចគឺផ្ទុយគ្នាបន្តិចទេអត់មានអីចម្រាក់ច្រើនទេកន្លែងនេះហើយមួយទៀតនេះគឺ program file name នេះគឺយើង save គឺសំដៅទៅលើការ save ឈ្មោះ class របស់យើងតែម្ដងគឺនៅក្នុងភាសា Java គឺវាប្រកាន់យើងចាំទុកថាគឺវា case sensitive រវាងអក្សរគឺការដាក់ឈ្មោះហ្នឹងគឺវា case sensitive គឺវាអត់ដូចគ្នាទេរវាងការប្រើប្រាស់តួអក្សរមួយដែលឈ្មោះដូចគ្នាមែនតែខុសគ្នានៅ address របស់វាអញ្ចឹងការ save ឈ្មោះ file class name ហ្នឹងគឺវាខុសគ្នាយ៉ាងដែរឧទាហរណ៍ថាខ្ញុំមាន class មួយដែលឈ្មោះថា class apple អញ្ចឹងខ្ញុំសរសេរថា class apple គឺ A អក្សរធំតែនៅពេលដែលខ្ញុំធ្វើការ save ឈ្មោះ rename ឈ្មោះនៅក្នុងទីតាំងណាមួយនោះខ្ញុំដូរឈ្មោះវាទៅជា A តូចវិញនៅពេលដែលយើង compile code ហ្នឹងយើងនឹង error តែម្ដងព្រោះអីវាមិនអាចស្វែងរកបានទេ not match មកអញ្ចឹងបើសិនជាយើងប្រើ tool ដូចជា IDE ដូចជា Eclipse ដូចជា NetBeans អីវាងាយស្រួលទេយើងrename វាទៅវានឹង reflect ទៅកាន់ឈ្មោះនឹងដូចគ្នាហើយតែបើសិនជាយើងប្រើប្រាស់នៅ tool ដូចជាទៅ editor ដូចជា Notepad++ អញ្ចឹងវាប្រកាសជាពិបាកហើយនៅពេលដែលយើង save ឈ្មោះវាច្បាស់ឲ្យយើង rename ឈ្មោះថាអីផ្សេងទៀតបើយើងមិនចាំឬក៏យើងទៅសេអីផ្ដេសផ្ដាសដូចជាថាយើងដាក់ខុសឈ្មោះគ្នាអញ្ចឹង compile ទៅវានឹង error តែម្ដងហើយចំណុចមួយទៀតគឺ static void main នេះគឺ program ទាំងអស់វាតែងតែមាន main សម្រាប់ run ហើយវាដូចទៅនឹងភាសា C C++ ឬ G# ដែរគឺវាមាន main សម្រាប់ run គឺវាដូចទៅទាំងខ្លួនមនុស្សរបស់យើងដែរទេយើងវាទាមទារឲ្យយើងមានគ្រូក្បាលមានអីសម្រាប់គិតចឹងដែរ program គឺវាដូចតែគ្នានឹងចឹងហើយមួយទៀតគឺ Java identifier
គឺដាក់ឈ្មោះឲ្យ variable ឬក៏ឈ្មោះឲ្យខ្លះណាមួយហ្នឹងគឺ rule របស់វានេះគឺយើងចាប់ដើមដោយតួអក្សរ a ដល់ z ហ្នឹង a តូចដល់ a z ហ្នឹងឬក៏ការដាក់ឈ្មោះឲ្យ variable ហ្នឹងគឺការប្រើប្រាស់នៅ currency character នេះគឺសញ្ញាដុល្លារនេះក៏វាអនុញ្ញាតដែរតែនៅក្នុងហ្នឹងគឺវាមិន recommend ឲ្យយើងប្រើប្រាស់ហ្នឹងទេប៉ុន្តែយើងអាចដាក់បានហើយមួយទៀតនេះគឺ underscore ក៏វាអនុញ្ញាតដែរចំណុចមួយទៀតនេះគឺការកំប៉ាញនៃ character នេះគឺមានន័យថាការប្រើប្រាស់ការប្រកាសនៅ variable មួយដែលចាប់ពី2ម៉ាត់ឡើងទៅហ្នឹងគឺយើងធ្វើការដាក់បន្តគ្នារវាងតួនៅតួអក្សរហ្នឹងដាច់ខាតគឺมันអាចប្រើប្រាស់ space ទេតែបើយើងប្រើប្រាស់ underscore បានតែយើងមិនអាចដាក់ space ទេគឺមានន័យថាយើងកំប៉ាញវាចូលគ្នាតែម្ដងធ្វើម៉េចឲ្យទៅតែមួយជួរអត់មាន space នៅក្នុងហ្នឹងទេអញ្ចឹងបើសិនជាមាន space វានឹង error តែម្ដងគឺចំណុចហ្នឹងគឺចង់និយាយបែបហ្នឹងហើយទី3នេះសំទោសទី3គឺការប្រើប្រាស់នៅ keyword យើងប្រើប្រាស់ identifier ដាក់ឈ្មោះឲ្យ variable ណាមួយហ្នឹងវាជាប់នឹង keyword ដូចយើងប្រើប្រាស់ខ្ញុំប្រើឧទាហរណ៍ខ្ញុំមាន integer new អញ្ចឹងទៅវាច្បាស់ជាជាប់នឹង keyword new ឬក៏ this អញ្ចឹងទៅវានឹងជាប់ keyword this អញ្ចឹង compiler វានឹង error តែម្ដងវានឹងប្រាប់ error ហ្មងថាมันអាចប្រើប្រាស់បានទេវាជាប់នឹង keyword របស់វាហើយចំណុចមួយទៀតនេះគឺវាសំខាន់តែម្ដងគឺ case sensitive នឹងតែម្ដងដូចខ្ញុំបានបង្ហាញមុនខាងលើហ្នឹងខ្ញុំអត់បាននិយាយទៀតទេហើយនៅចំណុចមួយទៀតនេះគឺអ្វីដែល Java វាមិនឲ្យយើងប្រើប្រាស់តែខុសច្បាប់ក្នុង Java តែម្ដងគឺការប្រើប្រាស់នៅ numeric នេះគឺលេខតួអក្សរលេខនេះនៅពីមុខនៅពេលដែលយើងប្រើប្រាស់លេខហ្នឹងគឺវានឹង error តែម្ដងគឺវានឹងឆូតបើយើងប្រើ tool Eclipse អីចឹងវានឹងឆូតក្រហមនៅពីក្រោម1 2 3នេះវាថាអត់អនុញ្ញាតទេ syntax error មក token ហើយមួយទៀតនេះគឺ hyphen នេះសញ្ញាដកវាអត់អនុញ្ញាតដែរព្រោះអីវាអាចច្រឡំទៅជាមួយនឹង operation របស់វាហ្នឹងគឺបុកដកគុណចែកនៅក្នុងភាសា Java ហ្នឹងគឺវាច្រឡំអញ្ចឹងគឺ compiler វានឹងច្រឡំអញ្ចឹងវាមិនអនុញ្ញាតទេហើយឥឡូវយើងនឹងធ្វើការ switch ទៅកាន់តារាងយើងចូលទៅក្នុងកន្លែង case sensitive តិចទៅតែវាខុសគ្នាមិនរវាង variable ដែលខ្ញុំឧទាហរណ៍មុនថា a តូចនិង a ធំគឺវាខុសតម្លៃគ្នាមិនហើយវា allocate ខុសគ្នាមិនអញ្ចឹងយើងចូលទៅក្នុងមើលតារាងទៅនេះនៅក្នុងតារាងនេះគេដាក់ថាអក្សរ a នេះវាមានតម្លៃ65អញ្ចឹងវាច្បាស់ជា allocate នៅក្នុង memory ខុសគ្នាហើយក្នុង allocate memory ក្នុង address ណាមួយហើយនៅពេលដែលយើងកលេចមើលអក្សរ a នេះវាតម្លៃរបស់វាគឺ97វាខុសគ្នាដាច់រវាងពី a តូចនិង a ធំអញ្ចឹងវានឹង allocate ទៅក្នុង memory ហ្នឹងគឺវា allocate ទៅកាន់ address ទីតាំងខុសៗគ្នាវាអត់អាចនៅក្នុងជាមួយគ្នាគឺវាបែបហ្នឹងឯងឥឡូវយើងចូលឧទាហរណ៍នៅក្នុងកូដរបស់យើងដើម្បីងាយស្រួលយើងមើលដឹងនៅក្នុងចំណុច case sensitive ហ្នឹងគឺវាចង់និយាយទៅលើក្តោបរួមដែរគឺតាក់ទងជាមួយនឹងការដាក់ឈ្មោះខ្លះនៅពេលដែលយើងប្រើប្រាស់ notepad++ ក៏ដូចជា notepad ហ្នឹងគឺយើងដាក់ឈ្មោះខ្លះទៅវាយើង rename ហ្នឹងគឺរវាងអក្សរឈ្មោះខ្លះដែលយើងសរសេរនៅក្នុង program ហើយនឹងឈ្មោះដែលយើង save ទុកហ្នឹងគឺវាខុសគ្នាបើយើងសរសេរពីមុខអក្សរធំហើយយើង save ទុកអក្សរតូចក៏វាខុសគ្នាអាហ្នឹងក៏វាមានភាព error ដែរអញ្ចឹងវា case sensitive អញ្ចឹងឥឡូវតាក់ទងជាមួយនឹង variable របស់យើងវិញគឺ case sensitive យ៉ាងម៉េចគឺឥឡូវខ្ញុំប្រកាស private មួយ integer a ដែល a នេះគឺវាមាន address ខុសគ្នាបាត់ទៅហើយនៅពេលដែលយើងបង្កើត object ចេញពី class basic syntax Java ហ្នឹងនៅពេលដែលយើងប្រើប្រាស់ variable ហ្នឹងវានឹង allocate ទៅលើ heap អញ្ចឹងវាទីតាំងនៅក្នុង address ខុសគ្នាណាមួយហើយឥឡូវខ្ញុំប្រកាស variable មួយទៀត integer a ធំវិញហើយខ្ញុំ assign តម្លៃវា30ការ assign តម្លៃនេះគឺគ្រាន់តែការ store ទុកតម្លៃនៅក្នុង variable នេះទេតែអាការប្រកាសនេះគឺវា
វានឹងធ្វើការ store ទុកទៅលើ memory របស់យើងបាត់ហើយអញ្ចឹងរវាងតម្លៃរបស់វាគឺខុសគ្នា A តូចនិង A ធំនេះគឺវាមានតម្លៃនៅក្នុង ASCII code នឹងខុសគ្នាបាត់ហើយអញ្ចឹងវានឹង allocate ទៅក្នុង memory គឺ address ខុសៗគ្នាហើយការប្រើប្រាស់វានឹងខុសគ្នាដែរឥឡូវខ្ញុំនឹងធ្វើការបង្កើត main មួយហើយខ្ញុំធ្វើការ sys out ទៅលើ data របស់យើងអូខេខ្ញុំប្រើការ new គឺបង្កើត object ចេញពី class ការបង្កើត new នេះគឺកើតចេញពី class basic syntax នេះគឺដើម្បីឲ្យ role member របស់វានឹងគឺ allocate នៅក្នុង memory ហ្នឹងហើយនឹងវានឹងចាប់ផ្ដើម allocate memory ហើយនៅពេលដែល code យើងចាប់ផ្ដើម run ទៅអូខេ new basic សំទោស basic នេះគឺជា class របស់ Java new basic .a អូខេអញ្ចឹងរៀងតម្លៃពីរនេះគឺវាបាននៅពេលដែលយើងចាប់ដើម compile ปุ๊បអញ្ចឹងអាតម្លៃ A តូចនិង A ធំហ្នឹងអាឈ្មោះ A តូចនិង A ធំហ្នឹងវាបាន allocate ទៅក្នុង memory គឺ heap របស់យើងនៅក្នុង JVM ហ្នឹងគឺវា allocate ក្នុងនឹងរួចហើយអញ្ចឹង address ទីតាំងរបស់វាគឺខុសគ្នាតែម្ដងការប្រើប្រាស់របស់វានៅពេលដែលយើងប្រើប្រាស់ object នេះគឺយើងបង្កើត object ហើយយើងនៅពេលដែលយើងប្រើប្រាស់នៅ variable នេះគឺវាញែកចេញជាពីរហ្មងគឺអត់អាចចូលគ្នាបានទេអញ្ចឹងការអាសាញតម្លៃរបស់វានឹងក៏ខុសគ្នាដែរអញ្ចឹងតម្លៃរបស់វាចាប់យកគឺខុសគ្នាហើយការ store ទុកតម្លៃនេះគឺខុសគ្នាតែម្ដងវាអាចច្រឡំបល់ជាមួយគ្នាទេហើយមួយទៀតគឺខ្ញុំបង្ហាញអំពីការដាក់ឈ្មោះ class តែម្ដងគឺខ្ញុំស្វែងតិចសិននេះគឺ class name គឺអនុវត្តទៅលើ uppercase គឺតួអក្សរធំគឺការសរសេរ syntax គឺបែបនេះឯងគឺនេះខ្ញុំនឹងបង្ហាញអំពីឈ្មោះ class របស់ខ្ញុំនេះគឺ basic syntax នេះគឺឈ្មោះពីមុខនេះអក្សរ B គឺអក្សរតូចហើយអក្សរតបនេះគឺអក្សរតូចសំទោសអក្សរ B នេះគឺអក្សរធំហើយអក្សរពីក្រោយនេះគឺអក្សរតូចហើយ syntax នេះគឺអក្សរ A អក្សរធំគឺវាឲ្យយើង recommend ឲ្យយើងប្រើប្រាស់បែបហ្នឹងតែម្ដងហើយមួយទៀតនេះគឺ method name តើតើនឹង method អូខេ method name ឃើញមាន public void sum គឺវាឲ្យ recommend ឲ្យយើងប្រើប្រាស់នៅ lower case បែបនេះតែបើសិនជាខ្ញុំមានពីរតួពីរ math មិនពី word ពីពាក្យទៅគឺថាខ្ញុំ sum to អញ្ចឹងអូខេខ្ញុំមាន variable ពីរ integer a and integer b ចឹងមកអូខេចាប់ពី2 math ចាប់ពី2 math ទៅវា recommend ឲ្យយើងប្រើពាក្យខាងមុខនេះគឺអក្សរតូចហើយបន្ទាប់មកនេះគឺអក្សរធំគឺវាបែបហ្នឹងឯងហើយការ save នៅ program file name របស់យើងសម្រាប់អ្នកដែលប្រើប្រាស់ tool ID ដូចខ្ញុំចេះគឺដូចជា clip ដូចអីចេះវាងាយស្រួលទេនៅពេលដែលយើងបង្កើតclass មួយមកតែខ្ញុំបង្កើត new class ចេះនៅពេលដែលយើងខ្លះថា example ចេះមានរួចហើយ day 1នេះមកអូខេ example ចេះនៅពេលដែលខ្ញុំបង្កើតចេះវានឹងធ្វើការបង្កើត class ដែលមានឈ្មោះដូចគ្នាអញ្ចឹងហើយអញ្ចឹងវាងាយស្រួលទេតែសម្រាប់អ្នកដែលប្រើប្រាស់នៅ text editor ដូចជា Notepad++ ហ្នឹងនៅពេលដែលគាត់ save ទៅវានឹងឲ្យយើង rename អញ្ចឹង rename វាខុសគ្នានៅយើងជាការផ្លេចភ្លាំងជាមិនផុតទេអញ្ចឹងយើងត្រូវតែចាំនៅចំណុចមួយហ្នឹងដែរគឺបែបហ្នឹងឯងនៅពេលរៀន compile វានឹង error តែម្ដងមួយទៀតនេះគឺ public static void main នេះគឺ main នេះឯងសម្រាប់ run នៅ code របស់យើងគឺ start នៅ program របស់យើងតែម្ដងគឺអា static នេះគឺវា allocate នៅក្នុង memory គឺវាខុសគ្នារវាង variable ហើយនិង object នេះគឺវា allocate នៅក្នុង heap តែសម្រាប់ static នេះគឺវា allocate លើ stack វិញគឺវាធ្វើការមុនណា object នឹងកើតឡើងមកអញ្ចឹងបានវាអនុវត្តទៅលើការបង្កើត object នេះខ្លះរបស់យើងមុន
ទៅ program របស់យើងអាចតាមដានអូខេហើយមួយទៀតនេះគឺតាក់ទងជាមួយនឹង Java identifier នេះគឺតាក់ទងជាមួយការបកាដាក់ឈ្មោះឲ្យ variable ហ្នឹងទី1ហ្នឹងគឺយើងការដាក់ឈ្មោះឲ្យ variable អូខេទី1គឺ abc ហ្នឹងទៅយើង integer abc អូខេយើងដាក់លេខទេយើងដាក់តួអក្សរចេះបានអូខេឬក៏ a តូច a ធំមិនបញ្ហាទេគឺ a តូច abc ចេះអូខេមិនអីទេគឺអាពីរអ្នកហ្នឹងគឺខុសគ្នាមិនអាចដូចគ្នាទេគឺ a វាខុសត្រង់តួអក្សរ a នេះអញ្ចឹងហើយមួយទៀតគឺសញ្ញាដុល្លារសាញនេះគឺយើងអាចអនុញ្ញាតបានដែរដុល្លារនេះយើងអាចប្រើប្រាស់បានឬក៏មួយទៀតសញ្ញាដុល្លារហើយយើងដាក់abc អូខេយើងអាចធ្វើការបានជាមួយវាដែរគឺដុល្លារនេះគឺយើងអាចប្រើប្រាស់បានតែគ្រាន់តែថានៅក្នុងភាសា Java វា recommend មិន recommend ឲ្យយើងប្រើប្រាស់តែសួរថាទៅយើងប្រើប្រាស់ដុល្លារអញ្ចឹងវាពិបាកក្នុងការព្រោះ variable មួយយើង make sure តែយើងចងចាំថាឈ្មោះវាមិនទៅយើងដាក់ដុល្លារទៅទេអញ្ចឹងយើងប្រកាសពិបាកមែនតើក្នុងការ access ទៅលើវាតែបើយើងដាក់ abc ក្រោយចេះអត់អីទេគឺវាអាចប្រើប្រាស់បានហើយមួយទៀតនេះគឺតាក់ទងជាមួយនឹងមើល slide តិចសិនunderscore រួចហើយអញ្ចឹងការកំបាញ់ character ដូចខ្ញុំបានបង្ហាញមិញយូរអញ្ចឹងការប្រកាសនៅ variable ដែលចាប់ពី2មកទៅយើងធ្វើការកំបាញ់ variable គឺបែបនេះឯងhello world អូខេខ្ញុំ string ចុះមកថា integer ច្រើនពេក string I love you I love her អូខេដល់ពេលដែលយើងធ្វើការប្រកាសបែបហ្នឹងចាប់ពី2ម៉ាត់ឡើងទៅគឺវា recommend ឲ្យយើងប្រើប្រាស់អក្សរតូចពីមុខហើយពាក្យបន្ទាប់នេះគឺប្រើប្រាស់អក្សរធំហើយវាថាកំបាញ់យ៉ាងម៉េចគឺយើងកំបាញ់ឲ្យវាចូលទៅ clear តែមួយឯងវាមិនអនុញ្ញាតឲ្យយើងប្រើប្រាស់នៅ space បែបនេះទេដល់ពេលដែលយើងប្រើប្រាស់ space អញ្ចឹងគឺវាកាត់តែម្ដងកាត់ថាពាក្យហ្នឹងគឺខុសពីរខុសគ្នាតែម្ដងវាច្បាស់ជាយើងទាមទារឲ្យយើងប្រើប្រាស់នៅ comma បែបនេះប៉ុន្តែយើងគឺចង់ប្រើប្រាស់នៅពាក្យពេញបែបហ្នឹងតែយើងអត់គិតថាវា recommend ឲ្យយើងវាផ្លិចអញ្ចឹងយើងមិនបាច់ដាក់ space ទេវាប្រកាសជា error ហើយវាអត់ស្គាល់ទេអា string នេះថា error តែម្ដងអូខេអញ្ចឹងវាមិនអនុញ្ញាតឲ្យយើងប្រើប្រាស់ទេហើយមួយទៀតគឺច្រឡំនៅ keyword អូខេ keyword ក៏វាមិនអនុញ្ញាតដែរគឺថាខ្ញុំដាក់ integer new what new អីគេ new ហើយខ្ញុំស្មើ34ទៅវាមិនអនុញ្ញាតទេនេះវា error បាត់ហើយ keyword ហ្នឹងគឺវាមិនអាចអនុញ្ញាត token បាត់ token error token បាត់ហើយវាអត់អនុញ្ញាតទេដូចជា integer this អីនេះក៏វាមិនអនុញ្ញាតទេគេជាន់នៅ keyword អញ្ចឹងវាមិនអនុញ្ញាតទេហើយមួយទៀតនេះគឺដូចខ្ញុំនិយាយអញ្ចឹងគឺ case sensitive នេះគឺបាននិយាយរួចហើយអញ្ចឹងយើងមិនចាំបាច់ជាច្រើនទៀតទេហើយអ្វីដែលមិនគឺមិនអនុញ្ញាតទេមិនអនុញ្ញាតមិនអនុញ្ញាតនៅក្នុងភាសា Java គឺយើងប្រើប្រាស់នៅលេខគឺ digit ហ្នឹងពីមុខ variable ឈ្មោះដាក់ឈ្មោះឲ្យ variable ហ្នឹងគឺប្រើប្រាស់នៅ digit ពីមុខអញ្ចឹងខ្ញុំមានឧទាហរណ៍ថាខ្ញុំមាន integer 1 2 3 abc ឬក៏អញ្ចឹងទៅដល់ពេលខ្ញុំប្រកាសបែបហ្នឹងខ្ញុំអាសាចម្លើយឲ្យវាចុះកុំឲ្យថាក៏លោកអាសាចម្លើយទៅវា error នេះវានឹងដាក់តែម្ដងវាថា error token 1 2 3នេះវានឹងឈរពីក្រោម1 2 3នេះវាអត់អនុញ្ញាតឲ្យយើងប្រើប្រាស់ទេគឺការប្រើប្រាស់បែបហ្នឹងគឺវាមិនអនុញ្ញាតទេតែបើយើងប្រើប្រាស់ underscore ពីមុខចេះគឺវាអាចឬក៏តួអក្សរពីមុខចេះគឺវាអនុញ្ញាត underscore នៅចន្លោះបែបនេះអូខេអត់បញ្ហាទេតែដាច់ខាតគឺមិនត្រូវមានតួអក្សរតួលេខនៅពីមុខវានេះទេគឺ error តែម្ដងទោះយើងដាក់ underscore នៅពីក្រោយនេះ3 4ទៀតក៏វានៅបញ្ហាដែរអូខេគឺចំណុចហ្នឹងគឺបែបហ្នឹងមួយទៀតគឺការប្រើប្រាស់នៅ hyphen integer .abcd
D ចឹងមកហើយខ្ញុំមានតម្លៃវាប៉ុណ្ណេះមកនេះគឺវាមិនអនុញ្ញាតទេ error តែម្ដងដូចគ្នាដែរគឺ error on token នេះគឺលើ token លើ hyphen ហ្នឹងខ្ញុំដាក់ទូខ្ញុំដាក់ underscore នេះក៏អត់បញ្ហាក៏វានៅតែ error ដែរវាយើង underscore ពីក្រោយហើយនៅមានបញ្ហាដែរមុខទូពីមុខពីក្រោយក៏មានបញ្ហាដែរគឺអត់បានវាខុសប្លែកពីមួយ digit ទេអត់ដូចគ្នាគឺនេះហើយគឺចំណុចដែលជា basic ដែលយើងគួរតែចងចាំនៅក្នុងភាសា Java តែម្ដងអ្នកខ្លះគាត់អត់ដឹងទៅចិត្តប្រកាសទៅសេទៅទៅពេលទៅយកទៅមើលពិបាកមើលមែនតើអញ្ចឹងវាងាយស្រួលក្នុងការយើង manage លើ code របស់យើងដែរនៅពេលដែលយើងទៅសេមានរបៀបរៀបរយតាមអ្វីដែលគេកំណត់ទុកអញ្ចឹងវាអាចងាយស្រួលក្នុងការអ្នកគេដល់ពេលដែលយើងធ្វើការមែនតើគឺគេអាចមើលមក code របស់យើងគឺមាន standard តែម្ដងអញ្ចឹងដូចជាអស់ត្រឹមនេះហើយនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពី Java identifier សំទោសគឺ modifier តែម្ដងនៅវីដេអូក្រោយនឹងបង្ហាញចំណុចហ្នឹងហើយនៅក្នុងវីដេអូនេះបើសិនជាមានចំណុចខ្វះខាតអីឬក៏มันមានចំណុចត្រង់ណាមិនទាន់ល្អឬក៏នៅខ្វះខាតអីយើងអាចដល់ជាមតិយោបល់មកអត់អីទេដើម្បីជួយកែលម្អគ្នាព្រោះអីខ្ញុំក៏មិនមែនអ្នកចេះទាំងអស់ដែរព្រោះអីរៀនដូចតែគ្នាហ្នឹងអញ្ចឹងចេះតិចតួចជួយប្រាប់គ្នាទាំងអស់គ្នាទៅបើសិនជាអ្នកចេះបន្តិចជួយប្រាប់អ្នកមិនចេះអញ្ចឹងអ្នកចេះខ្លាំងជួយប្រាប់អ្នកចេះតិចអញ្ចឹងយូរចេះទាំងអស់គ្នាអត់អីទេត